កូនកើតពីម្ដាយសម្រាប់ដោយវះកាត់អាចប្រឈមបញ្ហាផ្លូវដង្ហើមបច្ចុប្បន្ននេះអត្រាម៉ាម៉ាក់សម្រាប់កូនដោយការវះកាត់មានការកើនឡើងគួរឲ្យកត់សម្គាល់ជាពិសេសនៅតាមបណ្ដាប្រទេសដែលមានប្រជាជនមានប្រាក់ចំណូលខ្ពស់និងមធ្យមជាមួយនឹងតួរលេខកើនឡើងនេះអង្គការសុខភាពពិភពលោកបានចេញសេចក្តីថ្លែងការណ៍កាលពីឆ្នាំ2015ស្តីពីអត្រានៃការសម្រាលកូនដោយវះកាត់ដោយបានអំពាវនាវឲ្យមានការយល់ដឹងបន្ថែមពីផលវិបាកនៃការសម្រាលកូនដោយវះកាត់រួមទាំងផលប៉ះពាល់រយៈពេលវែងចំពោះកុមារផងដែរការឆ្លងមេរោគផ្លូវដង្ហើមស្រួយស្រាលកើតឡើងជាញឹកញាប់ចំពោះកុមារដែលកើតពីម្ដាយសម្រាលដោយវះកាត់ដែលការឆ្លងមេរោគទាំងនេះរួមមានជំងឺផ្លូវដង្ហើមផ្នែកខាងក្រោមមានដូចជាជំងឺរលាកទងសួតឬរលាកសួតនិងរលាកផ្លូវដង្ហើមផ្នែកខាងលើរួមមានជំងឺផ្ដាសាយនិងរលាកបំពង់កជាដើមជាមួយគ្នានេះដែរមានភស្តុតាងមួយចំនួនបានបង្ហាញថាការសម្រាលដោយវះកាត់ដោយមានការគ្រោងទុកអាចបង្កើនហានិភ័យខ្ពស់នៃការបង្ករោគបើធៀបទៅនឹងការសម្រាលដោយវះកាត់ភ្លាមៗបន្ថែមពីលើវិធីសាស្ត្រក្នុងការសម្រាលកូនកត្តាអាយុកូននៅពេលសម្រាលនិងការមិនបានបំបើកដោះកូនក៏ជាកត្តាហានិភ័យនៃការឆ្លងមេរោគលើកុមារនិងជំងឺផ្លូវដង្ហើមដូចគ្នាជារួមគោលបំណងនៃការសិក្សាថ្មីៗនេះត្រូវបានធ្វើឡើងដើម្បីបញ្ជាក់បន្ថែមទៀតថាការសម្រាលកូនដោយវះកាត់មិនថាមានការគ្រោងទុកឬសម្រាលភ្លាមៗនោះទេសុទ្ធតែមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺផ្លូវដង្ហើមផ្នែកខាងលើឬជំងឺផ្លូវដង្ហើមផ្នែកខាងក្រោមលើកុមារតូចៗ